តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងជាប់គាំងនៅក្នុងរង្វង់ដដែលដែរឬទេក្រោយពីគេងទៅធ្វើការត្រឡប់មកផ្ទះវិញដោយមានភាពហត់នឿយហើយគេងលក់ទាំងមានសម្ពាធអ្នកចង់បានជីវិតល្អជាងនេះឬក៏ចង់បានជីវិតដែលមានភាពជោគជ័យប៉ុន្តែហាក់ដូចជាមានជញ្ជាំងមួយដែលមើលមិនឃើញមកខាងផ្លូវរបស់អ្នកជានិច្ចមនុស្សភាគច្រើនគិតថាភាពជោគជ័យអាស្រ័យទៅលើសំណាងដើមទុនឬក៏ឱកាសពីខាងក្រៅប៉ុន្តែជាការពិតគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺពិភពលោកខាងក្រៅរបស់អ្នកគ្រាន់តែជាការឆ្លុះបញ្ចាំងនៃពិភពលោកខាងក្នុងរបស់អ្នកតែប៉ុណ្ណោះសូមស្វាគមន៍មកកាន់វីដេអូផ្នត់គំនិតតើអ្វីជាផ្នត់គំនិតនិយាយឲ្យងាយយល់វាគឺជាកញ្ចក់មួយដែលអ្នកអាចប្រើប្រាស់សម្រាប់មើលពិភពលោកបើកញ្ចក់របស់អ្នកស្រអាប់ពិភពលោករបស់អ្នកក៏ងងឹតនៅក្នុងចិត្តសាស្ត្រយើងបែងចែកផ្នត់គំនិតជាពីរទី1ផ្នត់គំនិតជាប់គាំងទី2គឺផ្នត់គំនិតរីកចម្រើនមនុស្សដែលមានផ្នត់គំនិតជាប់គាំងតែងតែមានសម្លេងនៅក្នុងចិត្តប្រាប់ខ្លួនឯងថាខ្ញុំមិនឆ្លាតទេខ្ញុំមិនក្លាហានទេគ្រួសារខ្ញុំក្រណាស់ខ្ញុំមិនអាចធ្វើអ្វីបានទេឬក៏វាហួសពេលហើយសម្រាប់ខ្ញុំពួកគេជឿថាសមត្ថភាពគឺជាអ្វីដែលបានកំណត់មកតាំងពីកំណើតពួកគេខ្លាចនឹងការរិះគន់ខ្លាចការបរាជ័យហើយតែងតែច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃសម្លេងនេះហើយគឺជាសត្រូវដ៏ធំបំផុតសម្រាប់អ្នកវាគឺជាគុកដែលគ្មានជញ្ជាំងដែលឃុំឃាំងអ្នកមិនឲ្យរីកចម្រើនតែអ្នកដឹងទេថាខួរក្បាលរបស់យើងត្រូវបានរចនាឡើងដើម្បីការពារយើងឲ្យមានសុវត្ថិភាពប៉ុន្តែវាមិនត្រូវបានរចនាឡើងដើម្បីឲ្យយើងមានក្តីសុខទេឬក៏ជោគជ័យនោះទេបើអ្នកចង់បានជីវិតថ្មីអ្នកត្រូវតែក្លាហានត្រូវតែហ៊ានប្រកាសសង្គ្រាមជាមួយនឹងផ្នត់គំនិតចាស់ៗរបស់អ្នកចុះបើខ្ញុំប្រាប់អ្នកថាខួរក្បាលរបស់អ្នកអាចផ្លាស់ប្ដូរបានតើជឿឬទេមិនថាអ្នកមានអាយុប៉ុន្មានមិនថាអ្នកធ្លាប់បរាជ័យប៉ុន្មានដងខួរក្បាលរបស់អ្នកនៅតែមានសមត្ថភាពបង្កើតនៅបណ្ដាញសរសៃប្រសាទថ្មីៗជានិច្ចនេះគឺជាអំណាចនៃ Grow Mindset មនុស្សភាគច្រើនមានគំនិតរីកចម្រើនមើលឃើញបញ្ហាជាឱកាសសម្រាប់រៀនសូត្រពួកគេមិនខ្លាចពាក្យថាមិនអាចឬក៏បរាជ័យទេប៉ុន្តែពួកគេប្រើពាក្យថាមិនទាន់ឧទាហរណ៍ខ្ញុំនិយាយថាខ្ញុំមិនចេះរកស៊ីទេប៉ុន្តែខ្ញុំត្រូវនិយាយថាខ្ញុំមិនទាន់ដឹងពីរបៀបរកស៊ីនៅឡើយទេប៉ុន្តែខ្ញុំអាចរៀនសូត្របានការបដូរពាក្យសម្ដីបន្តិចបន្តួចនេះនឹងបដូររំញ័រនៃខួរក្បាលរបស់អ្នកទាំងស្រុងតែម្ដងវាបានបើកទ្វារឲ្យរកដំណោះស្រាយហូរចូលមកអ្នកមិនចាំបាច់ខ្លាចជាមនុស្សដ៏អស្ចារ្យដើម្បីចាប់ផ្ដើមនោះទេប៉ុន្តែអ្នកអាចចាប់ផ្ដើមបានដើម្បីខ្លាចជាមនុស្សដ៏អស្ចារ្យក្បួន 1% ប្រាប់យើងថាបើអ្នកល្អជាងមុនត្រឹមតែ 1% រាល់ថ្ងៃក្នុងមួយឆ្នាំអ្នកនឹងខ្លាំងជាងមុន37ដងតើអ្នកត្រៀមខ្លួនសម្រាប់ទទួលបាន 1% ដំបូងហើយឬនៅដើម្បីក្លាយជាម្ចាស់លើផ្នត់គំនិតអ្នកត្រូវតែការអនុវត្តនេះគឺជាជំហានជាក់ស្ដែងទាំង3ជំហានទី1ការសង្កេតនៅគំនិតក្នុងមួយថ្ងៃមនុស្សយើងមានគំនិតប្រហែលពី 60000 ទៅ 80000 គំនិតចូលរៀនធ្វើជាអ្នកមើលមិនមែនជាអ្នកលេងនៅក្នុងគំនិតទាំងនោះទេនៅពេលគំនិតអវិជ្ជមានកើតឡើងកុំប្រឆាំងវាគ្រាន់តែដឹងថាអូនេះគ្រាន់តែជាការភ័យខ្លាចទេវាមិនមែនជាការពិតទេជំហានទី2បង្កើតទម្លាប់នៃភាពរឹងមាំវិន័យគឺជាទម្រង់ខ្ពស់បំផុតនៃការស្រឡាញ់ខ្លួនឯងការធ្វើអ្វីដែលត្រូវតែធ្វើទោះបីជាអ្នកមិនចង់ធ្វើក៏ដោយការចាប់ផ្ដើមពីការរៀបចំក្រែពេលព្រឹកការអានសៀវភៅ10ទំព័រឬក៏ការងើបពីព្រលឹមជ័យជំនះតូចៗទាំងនេះនឹងសាងសង់ទំនុកចិត្តឲ្យមានផ្នត់គំនិតល្អរបស់អ្នកជំហានទី3សេពគប់មជ្ឈដ្ឋានរីកចម្រើនថាមពលអាចឆ្លងគ្នាបានប្រសិនបើអ្នកនៅក្បែរមនុស្សពូកែរអ៊ូអ្នកនឹងក្លាយជាមនុស្សរអ៊ូប្រសិនបើអ្នកនៅក្បែរមនុស្សរីកចម្រើនអ្នកនឹងមានកម្លាំងចិត្តដើរទៅមុខជ្រើសរើសអ្វីដែលអ្នកមើលអ្វីដែលអ្នកស្ដាប់និងមនុស្សដែលអ្នកក្បែរឲ្យបានហ្មត់ចត់ប៉ុន្តែជីវិតថ្មីរបស់អ្នកទើបតែចាប់ផ្ដើមសូមចងចាំថាអ្នកមិនមែនជាជនរងគ្រោះនៃព្រហ្មលិខិតនោះទេអ្នកគឺជាអ្នកនិពន្ធនៃសាច់រឿងជីវិតរបស់ខ្លួនឯងផ្នត់គំនិតរបស់អ្នកគឺជាគ្រាប់ពូជបើអ្នកដាំពូជនៃក្តីសង្ឃឹមវិន័យក្លាហាននិងការរៀនសូត្រអ្នកនឹងបានប្រមូលផលភាពជោគជ័យមកវិញ
កុំឲ្យសម្លេងអ្នកដទៃឬអតីតកាលដែលឈឺចាប់មកកំណត់អនាគតរបស់អ្នកអរគុណដែលបានចូលរួមដំណើរជាមួយផ្នត់គំនិតក្នុងវីដេអូនេះខ្ញុំនឹងរៀបចំវីដេអូជារៀងរាល់ថ្ងៃដើម្បីផ្ដល់ជាធម៌ពលចំណេះដឹងសម្រាប់បងប្អូនទាំងអស់គ្នាមុននឹងចប់វីដេអូសូមសួរខ្លួនឯងថាតើអ្វីជាជ័យជំនះតូចមួយដែលអ្នកនឹងធ្វើនៅថ្ងៃស្អែកដើម្បីបង្ហាញថាអ្នកគឺជាម្ចាស់នៃផ្នត់គំនិតខ្លួនឯងសូមសរសេរនៅក្នុង comment ក្នុងវីដេអូនេះដើម្បីចែកចម្លែកទៅបងប្អូនជាទាំងអស់គ្នាខ្ញុំបាទផ្នត់គំនិតជួបគ្នានៅវីដេអូក្រោយអរគុណគ្រប់លា